គេតឡើយយើងមករៀនបង្កើត like page មួយទៀតជាមួយគ្នាណាហើយដូចខ្ញុំបាននិយាយមកអញ្ចឹងគឺតើតិនពេលដែលបងប្អូនคลิกលើពាក្យថា offer មកគឺវានឹងមានច្រើនមែនមានច្រើនមែនទែនហើយពីមុននោះគឺខ្ញុំបរៀនបងប្អូនទៅបង្កើត like page game ណាឥឡូវនេះគឺយើងមកមើល category ម្ដងបាទថានេះគឺជាផលិតផលទាំងអស់នេះណាហើយតើតិន dating នេះមួយលើកលែងតែadult នេះបាទថាគឺជាផលិតផលមួយទៀតទៅនឹងរឿងសិចចឹងបងប្អូនអត់ត្រូវប្រម៉ូទទេបងប្អូនជាពិសេសនារីមិនបាច់ខ្វល់vềហ្នឹងឯណាបងប្អូនយើងមិនបាច់យកចាប់ពីនេះទៅ Asian on TV beauty product ទៅផលិតផលសម្រស់ biz op នេះគឺទៅនឹង make money online children family ទៅនឹងការលក់ផលិតផលមួយទៅនឹងក្រុមគ្រួសារក៏ដូចជាក្មេងៗអានេះទៅនឹងការបញ្ចុះតម្លៃអានេះក៏ទៅនឹង download ឲ្យមួយនេះ email submit នៅថ្ងៃនេះខ្ញុំនឹងលើកយក email submit មួយយកមកបរិយាបងប្អូនបាទទៅនឹងការបង្កើតFacebook like page ជាមួយនឹង email submit ហើយ email submit នេះគឺជា offer មួយពីក្រុមហ៊ុនផ្សេងៗតែគ្រាន់តែថាដើម្បីឲ្យយើងបានលុយពី email submit នេះគឺគ្រាន់តែគេដាក់ email យើងបានលុយនោះណាហើយអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមើលអានេះមួយគឺអានេះ Dorito sample នេះគឺជា Dorito ណាហើយឈ្មោះហើយ Folger Gourmet Coffee នេះគឺជាផលិតផលកាហ្វេ Gourmet ហើយអានេះគឺ$100 iTunes gift card អញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំនឹងធ្វើlike page តាក់ទិននឹង iTunes gift card $100 ឬមួយក៏ iPhone ឥឡូវអញ្ចឹងវិញយើងធ្វើ iPhone វិញgift card នេះបងប្អូនphảiយល់ហើយឥឡូវខ្ញុំគិតថាខ្ញុំធ្វើ iTunes វិញហើយបើបងប្អូនចង់ប្រម៉ូទអាមួយណាក៏ប្រម៉ូទទៅតែអ្វីដែលល្អខ្ញុំអាច recommend បានណាទី1នេះ$100 iTunes gift card iPhone 5មួយទៀតគឺបងប្អូនអាចប្រម៉ូទ iPhone 5 discount ឬមួយក៏អានេះក៏ iPhone 5ដែរដូចគ្នាបងប្អូនអាចប្រម៉ូទនេះបាន Cole gift card នេះគឺជាផ្សារមួយនៅអាមេរិកណា Cole នេះ IKEA ដូចគ្នាគឺជាផ្សារដែលលក់គ្រឿងសង្ហារិមនៅអាមេរិកល្បីដែរ Six Flags នេះក៏ល្អដែរគឺកន្លែងជិះកន្ត្រកជិះអីធំមែនតើអាមេរិកអញ្ចឹងអានេះសិតតែ brand name បាទថាតេតិននឹងការប្រម៉ូទគឺយើងចង់ធម្មតាទេឥឡូវឧទាហរណ៍ថានៅស្រុកខ្មែរណា The Pizza Company មួយចោះអញ្ចឹងវាមានក្រុមហ៊ុនហាង pizza ច្រើនមែនតើក៏ប៉ុន្តែនៅពេលដែលយើងនិយាយថាfree pizza ចុះ discount 50% Chenda pizza មួយអញ្ចឹងឧទាហរណ៍អញ្ចឹងចោះហើយអាមួយទៀតនិយាយថាអូខេ discount 50% The Company Pizza នៅ The Company Pizza ឃើញទេអញ្ចឹងបើថានៅពេលដែលឮពាក្យថា discount pizza មែនក៏ប៉ុន្តែអាមួយវាអត់ brand name នៅពេលដែលឮ Chenda pizza ហ្នឹងគេមិនដឹងថាស្អីទេអញ្ចឹងគេអត់ចាប់អារម្មណ៍ទេក៏ប៉ុន្តែបើគេឮពាក្យថា The Company Pizza ហ្នឹង The Pizza Company អញ្ចឹងបើថាគេនឹងបុកបាសនេះទៅហើយពួកឲ្យតែមាន discount ពួកគេស្គាល់ The Pizza Company ហ្នឹងគេដឹងថាវាល្អឃើញទេបងប្អូនយល់ idea នៅឥឡូវឧទាហរណ៍ដូចជា KFC អញ្ចឹងបើថា discount 40% នៅ KFC មួយទៀត discount 40% នៅស្អីណាឧទាហរណ៍ដូចជា burger អីណាមួយចឹងទៅឧទាហរណ៍ចុះអញ្ចឹងយើងដឹងថាហ្នឹងវាអាចនឹង burger ដូចគ្នាវាអាចផ្លូវមាត់ដូចគ្នាក៏ប៉ុន្តែនៅពេលដែលគេឮពាក្យថាKFC គឺគេចូលចិត្តទៅភ្លាមឃើញទេអញ្ចឹងមកថាព្រោះដោយសារអីគឺទី1វាភាពទំនុកទុកចិត្តទី2ដោយសារគេស្គាល់ brand name អញ្ចឹងហើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនប្រម៉ូទបើថាបើបងប្អូនប្រម៉ូទអាណាមួយក៏ដោយផលិតផលណាដោយប្រម៉ូទផលិតផលណាដែលជាក្រុមហ៊ុនល្បីដែលមនុស្សធ្លាប់ឮដែលមនុស្សធ្លាប់ស្គាល់ហើយដូចជានៅតាក់ទិន Facebook នេះជាដើមបងប្អូនដែលយល់ថាដូចខ្ញុំនិយាយមកអញ្ចឹងគឺគេអត់មានចូល Facebook ដើម្បីទិញផលិតផលទេយើងគ្រប់គ្នាបងប្អូនរាល់ថ្ងៃហ្នឹងទិញចូល Facebook ដើម្បីអីមែនទេគឺចូល Facebook ដើម្បី add friend ដើម្បី post information ក៏ដូចជាដើម្បី advertise សេវាកម្មបងប្អូនតែបងប្អូនមិនមែនចូល Facebook ដើម្បីទៅទិញផលិតផលអីមួយមិនមែនទេព្រោះបងប្អូនមិនមែនចូល Facebook ដើម្បីទិញផលិតផលទេអញ្ចឹងបាទថាយើងត្រូវយល់ពីអា mindset របស់មនុស្សហ្នឹងណាអញ្ចឹងបើយើងចង់ជោគជ័យមួយ Facebook ហើយតាក់ទិននឹងយើងអត់មានលុយ advertise យើង promote អី free ប្រម៉ូទអីដែលធ្វើ marketing free marketing ដើម្បីឲ្យយើងបានលុយ
គឺអត់មានអីក្រៅពី dating អត់មានអីក្រៅពី game អត់មានអីក្រៅពីអា email submit ហ្នឹងទេបាទថាគេអត់ត្រូវទិញកត្តាសំខាន់គេអត់ត្រូវទិញយល់ទេបងប្អូនអញ្ចឹងបានថានៅពេលឧទាហរណ៍ថាឥឡូវខ្ញុំលុប category អញ្ចឹងថាវាមាន category ដែលបងប្អូនអាច promote បានជាមួយ Facebook Live Page ចំពោះបងប្អូនដែលមិនសូវមានចំណូលបងប្អូនដែលអត់មានលុយ advertise ចង់បានលុយចង់ជោគជ័យគឺបងប្អូនខ្ញុំ recommend 3 category បងប្អូនណាទី1គឺ dating ហើយទី2គឺ email submit ហើយទី3គឺ game អូខេអត់ game ហើយក្រៅពីហ្នឹងទៀតដូចនៅលើ Facebook ដូចជាអត់មានអីដែល promote ព្រោះអីក្រៅពីហ្នឹងវាដូចវាដូចជាចាយលុយណាវាត្រូវការ sale អញ្ចឹងអា3មុខហ្នឹងគឺអាចនឹងត្រូវជាមួយ Facebook តែបើបងប្អូនចង់ promote weight loss promote អីហ្នឹងខ្ញុំ recommend ឲ្យបងប្អូន advertise ទៅហ្នឹងល្អជាងអញ្ចឹងណា build like page ច្រើនតែបើយើងអត់លុយ build like page អីទេគឺយើងធ្វើ comment ធ្វើអីដើម្បីទាញមនុស្សទេគឺ promote ណាដែលស្រួលpromote ណាដែលចង់គោលដៅហើយដែលមនុស្សហ្នឹងអត់បង់លុយអូខេអត់អញ្ចឹងឥឡូវយើងនឹងធ្វើទី1ខ្ញុំនឹងយក email submit ឲ្យបងប្អូនមើលមួយហើយបងប្អូនចង់ promote ណា promote ទៅតែគ្រាន់ថាខ្ញុំប្រាប់បងប្អូនឲ្យយល់ថាហើយបងប្អូនក៏អាច click លើនេះ EPC នេះបាទថាមើលណាដែល earn per click ខ្ពស់អញ្ចឹងណា EPC ស្មើពាក្យថា earn per click បាទថាមានពេលខ្លះយើងមិនមែនមើលអា$1.20សេនទេណាតែបងប្អូនមើលនេះលេខកាន់តែខ្ពស់គឺល្អហ្មងកាន់តែ promote ស្រួលកាន់តែ promote ល្អអញ្ចឹងណាហើយអានេះគឺខ្ចីលុយអានេះមិនមែនតេតិន email submit អានេះតេតិន instant cash flow ហ្នឹងគឺខ្ចីលុយនេះយើងអត់និយាយយកហ្នឹងទេវាអាន category dia អូខេឥឡូវដូចជា Walmart $1000 Walmart gift card Walmart គឺជាផ្សារមួយនៅអាមេរិកដែលល្បីដែលគេស្គាល់ឈ្មោះប៉ុន្តែនេះបងប្អូនគឺអាសញ្ញាសោយបាទថាគឺវាទាមទារឲ្យបងប្អូនហ្នឹង request ម្ដងទៀត request approval សិនបាទតែយើងคลิกចូលទៅគឺយើងអត់អាចបាន link ទេគឺយើងត្រូវពេញនៅក្នុងនេះសិនឃើញទេត្រូវពេញក្នុងនេះសិនថាតើយើងចង់ promote អាហ្នឹងយ៉ាងម៉េចចង់ promote ម៉េចដើម្បីអាចមានឱកាសឈ្នះអា Walmart យើងដើម្បីអាច promote offer នឹងបានអញ្ចឹងយើងអាចនិយាយថា I will បងប្អូនត្រូវមើលឡើយនេះផងបើសិនជាមានពាក្យថា social okay good អញ្ចឹងយើងអាចនិយាយថា I will promote this offer with social PPC and also on a like page okay please kindly approve ទីអញ្ចឹងចោះណាបាទថាខ្ញុំប្រាប់គេថាខ្ញុំនឹង promote វាដោយធ្វើការ advertise មានពេលខ្លះយើងអត់ advertise ក៏តែយើងប្រាប់គេចឹងព្រោះហេតុអីបានខ្ញុំប្រាប់ថា social PPC ចឹងឡើងទៅនេះបងប្អូនត្រូវយល់នឹងថាចង់គេយល់ថាខ្ញុំ take care លទ្ធផលនេះល្អគឺខ្ញុំនឹងចាយលុយខ្ញុំដើម្បី promote ឲ្យឯងចឹងតែតាមពិតយើងអត់ចាយលុយទេយើង promote ដាច់ពេកស្រួលតែយើងចង់ប្រាប់គេថាយើងចាយលុយទេដើម្បីឲ្យអាភាព client យើងគិតថាអូអានេះយើងអាច promote ឲ្យវាលឿនអញ្ចឹងណាអូខេwill test about 20 to 50 and if it work out I will spend more បាទថាខ្ញុំនឹងចាយលុយប្រហែលជា$20ទៅ$50ហើយបើសិនជានិច្ចកម្មទៅចំណេញខ្ញុំប្រហែលជាខ្ញុំចាយលុយតាមពិតខ្ញុំអត់ចាយលុយទេខ្ញុំចេះតែថាទៅទេណាអូខេ request approval ដើម្បីគាត់តែចង់ឲ្យវា approve យើងអញ្ចឹងបាទថានៅពេលដែលវា approve បានខ្ញុំឃើញ link តែឥឡូវនេះវាអត់ទាន់ approve ទេអញ្ចឹងវាអាចមួយថ្ងៃអីនោះអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ promote ឲ្យ Walmart gift card ហ្នឹងតចាំស្អែកអីចឹងទៅអញ្ចឹងឥឡូវយើងទៅមើលអីផ្សេងវិញយើងកុំខ្វល់ពី Walmart ហ្នឹងបងប្អូនមានច្រើនណាស់អាច promote បានណាអូខេយើងទៅMcDonald មួយក៏បានដែរ McDonald នេះគឺជាក្រុមហ៊ុន burger មួយដ៏ល្បីនៅអាមេរិកមួយដែរហើយអញ្ចឹងអ្នកដែលគេស្គាល់ McDonald គឺច្បាស់ហើយបើជាអ្នកដែលចូលចិត្តញ៉ាំ McDonald ពេលដែលឮ McDonald gift card អីចឹងគឺគាត់ចូលចិត្តហើយណា
chẳng lại này còn ôm dạng đây bè mai rô nó cứ tiện tin khử dùm rõ $1,000 khâu chiều khát ba tha tiện tin nên là tập hòn mạ khâu nhé đây cover gứa nó cứ có brand mùi là bay đá MacBook Pro có lọ đây sầm đẹp nè để cho chất MacBook Pro chẳng hạn nè lời dân cũng toàn kết chứa này bom hồn anh mưa ba là nít sẽ offer được offer email submit đó nè chứa mình tên á rồi ta bắt tới viên rồi chất sẽ offer hay viên nâng miên và to tiệt ta có đặc nè việc upload được nè chân tam phút việc rồi load sẽ màu hậu nữa Vitran offer ok đấy là những EPC một tiết chứ là lấy dân A vô à mùi máu là tôi cho lợi nhâm vô từ nãy mà ni mà nhá iTunes mình cho nào vào đấy mình chụp chuyện đó xong email submit ok hay tại thân iTunes có lọ đây nè nát có scroll iTunes đây chẳng hạn nè ok lợi rồi mười sấn nào vào đấy iTunes ô này ok chẳng là tiêu ta iTunes mua cho nhom bật card like page muối tại thân iTunes hay nhom nòng po ở bot muối tại thân iTunes nòng cuối pe đây nhom po ở bot iTunes nó không nó cuối bờ ở po tới cái cho bị like page mà mày card mày chẳng tìm muối dương nòng po iTunes ở bot tại thân iTunes chẳng nhom ai cho được nóng được muối rồi add new po này vô tầm đó mà ban đá tìm muối chẳng ai bom ôn mưa đêm đó là bè bom ôn bật card like page bom ôn chép po ở nâng để vô ở bot pina màu chẳng tới chẳng tìm muối cái dương nằm port bot hay đầm bay port bot bờ sân như miền ăn bot này cái nòng nàyคือล้อบอท tế dương nâng chập đào đào search về đi tới lấy này bờ bom ôn lần mới cứ việc đặt tha tận tình nâng like page một offer một lý và tha thời cá oi mà nấu nắng đặt email đầm bay code ai nè one ai thu nâng nè nè ai thu nhiều khăn rồi là nắng hay người taสำคัญមួយទៀតគឺបានថាមិនមែនបានថាមនុស្សដែលដាក់ email ទៅ click submit ទៅគឺចប់ប៉ុណ្ណឹងទេតែគ្រាន់តែយើងអត់ដឹងទេយើងឲ្យតែមនុស្សដាក់ email ហើយ click submit គឺយើងនឹងបានលុយ160ហ្នឹងហើយណាដល់បាន160ហើយក៏ប៉ុន្តែអ្នកដែលចង់បាន iTunes ហ្នឹងគឺគាត់ត្រូវពេញ survey ពេញអីបន្តទៀតអញ្ចឹងណាគាត់ត្រូវពេញ survey ពេញអីបន្តទៀតតែយើងកុំខ្វល់ឥឡូវយើងនឹងប្រមូល iTunes ហ្នឹងអញ្ចឹងអូខេអញ្ចឹងទី1គឺយើងនឹងthời ca po đã bọt năng sẵn thời ca po linh chứ nhưng của đạo máu mà rồi $, iTunes gift card chẳng đấy ai vừa một thiết dương anh bữa bom hồn admin ID ở trên xe on lưới ở trên ấy tía nè cứ ở dương ai search on dương ai search mà dương ai search ở miền tây khác dương ai search rồi ăn đặt bọt là cho nên rồi iTunes gift card thì họ dùng cho này hay dùng mưa ở website xem thế với kia từ xây cái anh đang từ xây đài chẳng nè iTunes gift card ở đây eBay ok lọt một qua nhà này chia mưa lại nói đây chia ăn đặt bọt đóនេះអ្នកដែលគេធ្វើវីដេអូដើម្បីប្រម៉ូទiTunes gift card ហ្នឹងអូខេមើលដូចអត់មាន
ពេលមកនេះមួយមកចឹងយើងអាច copy វាបន្តិចទៅឃើញទេនេះiTunes gift card are perfect for anyone who enjoy one-stop entertainment. Each card feature an iTunes store code for music, movie, TV. Ok, ឥឡូវយើងក៏ខ្វល់យើង copy តានេះបានបន្តិចមកឲ្យបានមាន idea ទៅណាបងប្អូនអត់មាន idea ខ្ញុំអត់មាន idea ខ្ញុំក៏ធ្វើចឹងខ្ជិលសេអត្ថបទចឹងយើងក៏ថា iTunes gift card are perfect gift for anyone who enjoy one-stop entertainment. ចឹងមួយទៀតយើងក៏ដាក់ថាបើយើងបងប្អូនមើលគឺកន្លែងនេះគាត់ថានេះគឺមានមើលកន្លែងនេះផង allow country គាត់ថា United States មែនទេអញ្ចឹងខ្ញុំក៏ដាក់ថា if you are from United States and looking for a free $100 gift card, $100 iTunes gift card. Please click on the banner below. Click on the banner below. Enter your email address and click submit. You will have a chance. យើងអាចដាក់ថា click submit ហើយក៏យើងអាចដាក់ថាsee យើងអាចដាក់ពាក្យថា restriction may apply យើងអាចនិយាយចឹងណា may apply ហេតុអីបានជាខ្ញុំនិយាយដាក់ថា restriction may apply បានថាចង់ប្រាប់ឲ្យគាត់យល់ថាមិនមែនចេះតែបានស្រួលទេវាអាចនឹងមានស្អីមួយទៀតតែគាត់ត្រូវតែ complete ណាអញ្ចឹងឲ្យគាត់យល់យើង note ប្រាប់គាត់ឲ្យហ្នឹងផងព្រោះយើងអត់ចង់បោកប្រាស់គាត់បាទហើយបងឯងដាក់តែ email ទៅ click ទៅ submit បងឯងនឹងបាន gift card $100 iTunes គឺអត់ទេបាទថាគាត់ត្រូវ text អ្វីគាត់ត្រូវធ្វើអីមែនទេអញ្ចឹងពេលដែលយើងដាក់ពាក្យថា restriction may apply បានថាយើង warn គាត់បានថាយើងឲ្យគាត់មានអ្វីហ្នឹងមួយគាត់ហ្នឹងហើយថាបងបងឯងចង់ឈ្នះអាហ្នឹងបងឯងគាត់ដាក់ email click submit ទៅហើយបន្ទាប់មកទៀតព្រោះនេះមើលនេះផងឲ្យដាក់ email click submit ទៅឲ្យចុចលើ banner ណា click លើ banner គាត់ថា click លើ banner ក្រោយទៀតខ្ញុំដាក់រូបភាព iTunes នៅលើហ្នឹងគាត់ click លើហ្នឹងគាត់ដាក់ email ហើយគាត់នឹង click submit ហើយយើងក៏ដាក់ថា restriction may apply យើងប្រាប់គាត់ដែរថាបងមិនមែនចប់ទៅ email ទេវាអាចនឹងបងឯងត្រូវពេញសេវាទួយតែធម្មតាអ្នកដែលចង់បាន gift card គឺគាត់មិនខ្វល់ទេរឿងពេញសេវាពេញអីហ្នឹងគឺគាត់ស្រាប់ហើយយល់ទេគាត់មិនត្រូវទិញអីវាអត់អីទេបើទៅពេញសេវាដូចជាអត់បញ្ហាសម្រាប់គាត់ទេចង់អញ្ចឹងណាអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំដាក់អញ្ចឹងចុះបងប្អូនដាក់ថាiPhone 5 ឧទាហរណ៍ iPhone 5 អញ្ចឹងយើងក៏ដាក់ចេះ if you are from United States and looking for a free iPhone 5 gift card អញ្ចឹងដាក់ចេះមកមែនទេ iPhone 5 a free iPhone 5ទៅនោះហើយនេះ iPhone 5មក please click on the banner below យើងដាក់ banner ពីក្រោមហើយបន្តមកទៀត enter your email address and click submit restriction may apply ឃើញទេបងប្អូនដាក់ប៉ុណ្្នឹងមកឧទាហរណ៍ដូចចុះបើខ្ញុំចង់ promote អីផ្សេងក្រៅពី iTunes ឧទាហរណ៍ដូចជាMcDonald ដូចខ្ញុំនិយាយពី McDonald ហ្នឹងអញ្ចឹងពេលបងប្អូន share របស់ដូចនេះ if you are from United States and looking for a free McDonald $125 a free $125 McDonald gift card please click on the banner below enter your email address and click submit restriction may apply តែប៉ុណ្្នឹងសរសេរដូចគ្នាអញ្ចឹងមកអូខេអត់បើបងប្អូនចង់ promote អីគឺធ្វើតាមហ្នឹងទៅចឹងឥឡូវយើងត្រឡប់មកវិញឥឡូវយើង iTunes នេះយើងបាន iTunes តែឥឡូវខ្ញុំត្រូវការ banner អញ្ចឹងខ្ញុំអាចទៅ click លើ banner នេះមកហើយខ្ញុំមកមើលអាណាយើងធំជាងនឹងតិចមកយើងស្អាតតិចអូខេអញ្ចឹងខ្ញុំអាចយកអានេះទៅអូខេខ្ញុំ control C មក copy ហើយយើងចូលlại text នេះណាអូខេ enter មកយើង control V មកវិញហើយ click visual មកវានឹងចេញអា banner នោះមកហើយចុចវានៅកន្លែងនេះឲ្យមកប្លោះកណ្ដាល
ហើយខ្ញុំក៏ click លើកន្លែងនេះវាអត់មានពាក្យថាemail submit ទេវាអត់មានពាក្យថាយើងអាចដាក់តែ freebie នេះយើងអាចដាក់តែ freebie អូខេនៅក្នុង email submit នេះយើងប្រើពាក្យ freebie ណា freebie ឲ្យ coupon អញ្ចឹងទៅអញ្ចឹងយើង publish អញ្ចឹងបើយើង view post ឥឡូវនេះបើយើង view post ឥឡូវគឺតែប៉ុណ្្នឹងទេអត្ថបទអត់មានទេគឺមិនតិចប៉ុណ្ណឹង iTunes gift card a perfect gift for anyone who enjoy one-stop entertainment if you are from United States and looking for a free $100 iTunes gift card please click on the banner below enter your email address and click submit restriction may apply គាត់ click លើហ្នឹង pop គាត់ដាក់ email គាត់ click submit គឺយើងចប់ហើយតែគាត់ take away take អីយើងអត់ដឹងឥឡូវយើងដល់មកបង្កើត Facebook Live Page ម្ដងទៅនឹង iTunes gift card ហ្នឹងទីមួយខ្ញុំចូលអញ្ចឹងខ្ញុំបង្កើតលឿនព្រោះអីដឹងថាបងប្អូនចេះហើយ start ហើយមកដល់ពេលនេះណានេះមួយទៀតយើង select យកចង់ប្រាប់បងប្អូនថាកុំឲ្យ select យកអា community អសោះណាពេលដែលយើងបង្កើត Facebook Live Page គឺមកនេះ brand of product ហ្នឹងមកអានេះព្រោះអីបើបងប្អូនចូលកន្លែងខុស community នេះគឺពេលដែលដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺពេលដែលបងប្អូនព្រោះ Live Page មុនខ្ញុំភ្លេចនិយាយប្រាប់បងប្អូនណាអញ្ចឹងមកខ្ញុំប្រាប់បងប្អូនឲ្យថាយើងអត់យកខុស community ទេព្រោះពេលដែលយើងបាន10000 like គេនឹង Facebook នឹងយក like page របស់យើងអញ្ចឹងយើងនឹងយក apply brand ប្រដាប់បងប្អូនហើយបើយកល្អបំផុតហ្នឹងគឺដាក់ត្រូវគឺយើងអាចយកពាក្យថា website តែម្ដងទៅអញ្ចឹងណានេះកន្លែងហ្នឹងមកហើយយើងអាចដាក់អូខេដល់ម៉ោង iTunes ហើយអញ្ចឹង iTunes តាក់ទិន iTunes នេះគឺដើម្បីឲ្យគេតាក់ទាញគឺមានតែហ្នឹង free iTunes gift card $100 iTunes gift card ដាក់ free មកអូខេមួយទៀតបងប្អូនអាចឆ្ងល់ចាបងចុះបើខ្ញុំឃើញអា email submit សិតតែពួកអា offer ទាំងអស់សិតតែ free gift card ទាំងអស់នេះតាក់ទិន category ទៅ free ទាំងអស់នេះ free iPhone 5 free អី free អីនេះអញ្ចឹងខ្ញុំអាចបង្កើត like page មួយដាក់អស់ហ្នឹងទាំងអស់គ្នាមកបានអត់ថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនថាបងប្អូនអាចដាក់ទាំងអស់ក៏បានដែរក៏ប៉ុន្តែវាអត់ទៅ fact ទេបាទថាវាយើងចង់ប្រម៉ូទអីមួយប្រម៉ូទឲ្យ specific យើងអត់ចង់ប្រម៉ូទអីមួយដែលនៅទូទៅទេព្រោះអីឧទាហរណ៍ចេះឧទាហរណ៍ថាមនុស្សហ្នឹងគាត់ចូលចិត្តញ៉ាំ McDonald's ហើយបងប្អូនទៅ comment ហើយបងប្អូនដាក់ឈ្មោះ like page ថា freebie free gift card មួយក៏ free អីមួយចឹងអញ្ចឹងបែរថាគាត់ប្រហែលជាអត់ចុចlike page របស់បងប្អូនទោះបីគាត់ឃើញ comment បងប្អូនដាក់ថា free gift card ចឹងក៏ដោយគាត់អត់ចូលចិត្តទេគាត់អត់ចុចទេតែបើគាត់ចូលចិត្តគឺជាមនុស្សមួយដែលគាត់ចូលចិត្តញ៉ាំ McDonald's យើងក៏ដាក់នៅក្នុងឈ្មោះ like page យើងដាក់ថា free $125 McDonald's gift card អញ្ចឹងអ្នកដែលចូលចិត្ត McDonald's គឺគាត់យ៉ាមកចេះ McDonald's gift card ឯគេអញ្ចឹងគាត់នឹងចុចហើយយល់ទេអញ្ចឹងមកថាបើយើងនិយាយថាគាត់ free gift card អាហ្នឹងនៃទូទៅអញ្ចឹងណាបើឧទាហរណ៍ថាឥឡូវខ្ញុំចូលចិត្តញ៉ាំត្រីឆ្ដោឬមួយក៏ត្រីអីមួយអញ្ចឹងហើយគេនិយាយថាអូមានត្រីថោកច្រើនណាយើងអាចនិយាយចឹងណាអញ្ចឹងខ្ញុំអាចនឹងអត់កលេចមើលខ្ញុំអាចមិនទៅសួរគេក៏ប៉ុន្តែបើគេនិយាយថាអូមានត្រីឆ្ដោច្រើនណាតម្លៃថោកអញ្ចឹងខ្ញុំអ្នកដែលចូលចិត្តត្រីដៃទៅអីគេអត់មើលតែអ្នកដែលចូលចិត្តត្រីឆ្ដោដូចខ្ញុំច្បាស់ជាមើលច្បាស់ជាចង់ដឹងថាតើថោកមែនអត់ព្រោះខ្ញុំចូលចិត្តឃើញទេអញ្ចឹងមកថាយើងអត់ចង់ប្រម៉ូទអីដែល broad ទេយើងចង់ប្រម៉ូទអីដែល exact ចង់ប្រម៉ូទអីដែលចំហ្មងណាអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចង់ប្រម៉ូទ KFC យើងនិយាយថាpizza discount 50% ឧទាហរណ៍យើងចង់ឃើញទេអាហ្នឹងនៃទូទៅតែបើខ្ញុំនិយាយថា pizza discount 50% ពី The Pizza Company ឃើញអញ្ចឹងមនុស្សដែលចូលចិត្តមនុស្សដែលគាត់ទៅញ៉ាំអា Pizza Company គឺគាត់ច្បាស់ជាចុចគាត់ច្បាស់ជាឆ្ងល់គាត់ច្បាស់ជាចង់បានឃើញទេតែបើយើងនិយាយថា pizza discount 50% គាត់ដឹងគាត់ដឹងថា pizza ណាផងអញ្ចឹងកន្លែងហ្នឹងដែលគាត់អាចនឹងភើបពង្រឿគេតាំងតែបើយើងនិយាយអីមួយឲ្យចំ specific របស់គាត់គឺគាត់អត់ពង្រឿទេអញ្ចឹងណា
ចឹងចង់ឲ្យបងប្អូនយល់ថាយើងអាចបង្កើត like page មួយហើយប្រម៉ូទអាផលិតផលទាំង100មុខពុកក្នុង like page ទាំងអស់បានអត់បានទេព្រោះអីវាទូទៅអញ្ចឹងណាអញ្ចឹងមនុស្សចូលមកគឺយើងប្រម៉ូទយើងដូចថាឥឡូវដូចខ្ញុំរៀនរលួយអនឡាញអញ្ចឹងយើងមិនមែនប្រម៉ូទទៅលើមនុស្សដែលចេះលេង Facebook តែមួយមុខទេមិនមែនន័យទូទៅហ្នឹងទេយើងចង់ប្រម៉ូទលើមនុស្សណាដែលចេះលេង Facebook ហើយចង់រលួយអនឡាញយល់ idea ហ្នឹងហ៎អញ្ចឹងហើយបានជាយើងត្រូវធ្វើអីមួយយើងធ្វើឲ្យវា specific បានយើងអាចគោលជោគជ័យបានជាមួយវាណាអញ្ចឹងយើងអាចប្រម៉ូទផលិតផលមួយហើយបើក like page សម្រាប់ផលិតផលមួយមិនមែនបើក like page មួយសម្រាប់ផលិតផលទាំងអស់ទេអូខេអត់អញ្ចឹងបងប្អូននឹងធ្វើការជ្រើសរើសទៅតែអ្វីដែលល្អដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំ recommend brand name ដូច iPhone 5ដូច Mac Pro ដូច iTunes ក៏ដូចជា Burger King ក៏ដូចជា iPad ក៏ដូចជា Amazon ក៏បានក៏ដូចជាCole ក៏ដូចជា IKEA ក៏ដូចជា Six Flags អាហ្នឹងសិតតែអាចនិយាយថាទទួលយកបានណាទទួលយកបានព្រោះអាហ្នឹងជា brand name ដែលគេស្គាល់នៅអាមេរិកក៏ដូចជាAvino អីហ្នឹងក៏អត់អីដែរណាហើយអញ្ចឹងបងប្អូនមើលតាមហ្នឹងអូខេអត់ហើយយើងអាចប្រម៉ូទ like page 2-3មុខអីចឹងទៅស្រេចបងប្អូនបងប្អូនអាចបកកែធ្វើតន់ណាអូខេអញ្ចឹងឥឡូវយើងនៅបង្កើត like page មួយគ្នាយើងដាក់ free 100% iTunes gift card ទៅហើយខ្ញុំក៏ click get start oops អូខេ continue SOP សុកដោយសារនេះខ្ញុំប្រើ Facebook Ads like page ចឹងបានបង្កើត page មួយទៀតបានអូខេឥឡូវយើងបង្កើត Ads profile ទៅបង្កើតបានហើយចឹងយើងគ្រាន់ដាក់ free information on how you can get $100 iTunes gift cardអូខេហើយបងប្អូនប្រម៉ូទ iPhone 5បងប្អូនដាក់ថា free information on how you can get iPhone 5 for free អញ្ចឹងទៅមែនទេហើយបងប្អូនអាចបង្កើតឈ្មោះ like page free iPhone 5អីចឹងទៅហ្នឹងចឹងអ្នកដែលចូលចិត្ត iPhone 5គឺគាត់ចុចមកហើយព្រោះឥឡូវយើងប៉ុណ្ណឹងហើយយើងចុច save info មកយើងទៅរៀងលឿនតិចហើយព្រោះអត់ចាំទេព្រោះអានេះគឺចង់ប្រាប់បងប្អូនថាបងប្អូន store ហើយព្រោះច្រើនដងហើយនេះ gift card អញ្ចឹងយើងអាចនឹង search យក gift card ណាមួយមកដូចអានេះជាដើមអញ្ចឹងអានេះណាខ្ញុំអាច save ហ្នឹងមួយមក save ទៅ desktop ដាក់រូប gift card នៅលើហ្នឹងមក iTunes អូខេយ៉ាអូខេនេះហើយ click next skip ហើយហើយយើងអាចនឹងទីមួយកត្តាសំខាន់យើងអាចនឹងបាទនេះហើយយើង add cover ឲ្យមើលរៀងស្អាតតិចទៅណាហើយ gift card មួយខ្ញុំចូលទៅ Google ម្ដងទៀតយើងអាចវាយ iTunes gift card ហើយ click យក image មកsearch tool នេះយើងអាចយក size larger than 1024មកហើយយើងមើលមានរូប iTunes gift card ណាដែលល្អអត់អូខេឧទាហរណ៍វាអត់សូវច្បាស់សោះអូខេមើលណាយើងស្អាតតិចទៅហើយយើង free $100ដល់ពេលនេះដាក់$15ដូចវាអត់ត្រូវណាអូខេគិតថាប្រើនេះបដ ទៅមើលនេះមើលសិនយើងអាចយកនេះតែម្ដង
còn theo việc sơ chụp bắt thìយើងដាក់លើ timeline យើងទៅវាអត់សូវល្អមើលណាវាអត់សូវច្បាស់ល្អនេះនេះគឺតំណងគេ click view image ហ្នឹងមកហើយឲ្យវាធំដើម្បី save រូបនោះឲ្យបានធំហើយស្នុកឲ្យយើងអាចបោះចូលទៅក្នុង like page យើងបាន cover ធ្វើ cover អូខេ save នេះមួយមកហើយយើងយកនេះធ្វើ cover របស់យើងនេះអូខេ save change ចឹងឥឡូវយើងហើយយើងបាន cover យើងបាន thumbnail ហើយក៏តាមសំខាន់បងប្អូនត្រូវ design ឲ្យមើលទៅទំនងអញ្ចឹងណាឲ្យមើលទៅស្អាតដែរបងប្អូនល្អបកកាយហើយតែធ្វើឲ្យស្អាតជាងរបស់ខ្ញុំទៅល្អទៀតណាអូខេអត់ឥឡូវយកម៉ោងដែលយើងចាប់ដើមប៉ុសគាត់ថាយើងប៉ុស3 4ប៉ុសទៅ click here to get $100 i2 gift card ហើយនេះគឺជា link ដែលខ្ញុំនេះហើយហ្នឹង copy មកមិញហ្នឹងហើយខ្ញុំ save នេះមួយទៀតសិនទៅក្នុង computer ហើយអូខេអញ្ចឹងខ្ញុំនឹង pass link ហ្នឹងមកគេមើលយើងមើល i2 មិញអញ្ចឹងបើអត់ទេខ្ញុំ upload រូបភាពជំនួសរូបភាពខ្ញុំ save មិញហ្នឹងយើងអាចប្រើអាមួយនេះបានអូខេនេះអញ្ចឹងយើងប៉ុសមួយបន្តមកទៀតខ្ញុំអាចប៉ុសរូបមួយពីរទៀតទៅខ្ញុំអាចប៉ុសខ្ញុំ search មើលរូបថត 2 3 ទៅសិនហើយចាំយើងគេនេះមួយមើលនេះតូចពេកនេះវិញគេនេះ save គេនេះមួយទៀតនេះក៏តំណងអូខេខ្ញុំអាចយកនេះមួយដែរនេះមួយទៀតអូខេហើយ PHP យើងអត់ចង់បានហ្នឹងព្រោះវាអាចជាប់ copyright របស់គេអូខេនេះសរជប៉ុនទៅរួចនេះអានេះមិញហ្នឹងhome page របស់យើងហ្នឹង home page របស់ i2 ណាអូខេពុកពីនឹងមួយអូខេតោះឥឡូវយើងបាន 3 4 ណាយើង upload រូបភាពទៅតាក់ទិននឹងអានេះមួយ
discover how you can get Rolla gift card from iTunes by clicking this link hay dương đặt link vào dương tới chụp link máu ok bỏ đấy hoàn toàn trẻ hay có copy bay đến tới thì họ đôi chia link đó tới get Rolla iTunes gift card for free today ní ai post mua cho từ ai bắt đầu một tiếp dương bó bó lại post 4 phèm cho bạn ấy bạch post trưởng cho bạn đây nhé get Rolla iTunes gift card by just putting your email address nên từ hay nhung có đặt link bóc nhung điện vào phải nhé chẳng bóc ổn chỗ là hai đấy ban nhung giấy chuột cầm rồi iTunes gift card rồi iTunes người khác của dương đắng này cứ dương trong đầu từ lư ca ông muốn dù thằng niệm muốn phim muốn take action tiếp nữa nó đừng nhiều cash này iTunes rồi là gift card này chẳng là lấy tiêu ra lấy nhung po quan buôn phèm cho tầm po quan buôn này đây nhung tiêu ra nhung po quan mùi pơ cho nè anh chẳng nhung có po hai nhung đi dài hai ấy chẳng đo mau được nhung tư thời của một like page này mà đấy chẳng tận tình cao của một nó cứ chỉ mỗi dương này du Facebook is like page vào dưới hay từ đó cô cao ở dưới cứ của một free cứ miền ấy kiểu bị du Facebook is like page nhé hay dương từ like kê chẳng người ta tầm khăn mua thiết cứ nhóm admin search bị ấy kiểu đặc biệt bị thay iTunes này nhóm search bị ấy kiểu vì iTunes tầm một cái vụ ấy vụ nè để cho like iTunes kê cho chật iTunes chẳng ban đây tha nhóm thời ca ta mà lúc để cho like iTunes này để khơi comment bao nhóm của ca này còn khơi còn năng take action của bờ sân chia ô tiêu thà lỡ tiện tên là nâng free gift card McDonald's chẳng bậc nhóm offer gift card iTunes nhóm ai cho tôi search pin McDonald's rồi mua gọi được pizza company vào này của nhóm free gift card tiện tên iTunes chẳng nhóm trang ban like page nè để tiện tên là iTunes mà đâu để cho like page iTunesคือมือผู้นู้น control iTunes ผู้นู้นnó hợp đặt follow iTunes chẳng nè chẳng dương thử vô lại nắng hay dương mưa iTunes nó cứ sam cho môi liên rồi thà về tràn hồ hai page phò nó dương ngọc trong ban đây dương chuyển lại cho like môi cháu lần đó môi tiết cứ iTunes Radio ok iTunes Radio ở đây thế tiện tên review vào iTunes hát ok iTunes Festival ấy tiện tên ong lê thôi nhé về dương mưa cho nó chứ không có cứ nó ong lê chân nhom ọt tới vụ ấy tiện tên iTunes là nhom bóng mẫu đó nè cứ việc sầm mẹp ta chia cho nằm rồi chứ chân bom ôn mưa là nâng có một trẻ lạch cái đẹp đá nè chuyện cái gì ngao trồng mà nước châu mau lạch thấy nhóm trưởng này ta hai đấy ban chia mà nước châu mà lạch thấy với nhóm trưởng này click mở link đi trưởng này ta hai đấy ban click từ trưởng này click tiền đi châu tôi website trưởng này hai đấy ban convert vụ ấy vụ mà đúng này thì pay time mà nó mau điểm đấy chân bom ôn thử mưa lại nâng phò chân mà tiêu ra đỡ này mưa ạt ra lần này nó ở dù là chỉ cần đóng chưa lại vậy nhé thì họ mua tiền free iTunes gift card ok nè nếu cứ chỉ like pay để cái thua được phụ dương này nè nhé iTunes set ok ở đây thế iTunes store này mượn like cái đôi chỉ iTunes code generator ở đây thế ở tại iTunes nhung vô đồng ở nhé hay và trong đó những ai cho vào to cho dân tử ok á nè iTunes gift code rồi mua cái enter Apple app on iTunes iTunes Festival London ở đây nè
iTunes ទៅទេនេះក៏អូខេដែរនេះនេះវៀតណាមនេះអូខេយើងអាច like ជាមួយយើងឃើញអញ្ចឹងយើងបងប្អូន like តរហូតទៅមួយថ្ងៃ4 10 4 10 4 10 4 10ទៅមួយខែ2 300 like page ទៅណាហើយបន្តមកទៀតអ្វីយើងត្រូវធ្វើគឺយើងចូលក្នុងprofile របស់យើងដើម្បីនឹង comment ត្រូវទេព្រោះយើង like គាត់ហើយគឺគាត់អ្វីដែលគាត់ពោលមកគឺយើងនឹងឃើញអញ្ចឹងដូចអានេះមួយអញ្ចឹងគឺ7 iTunes សិតនេះគឺគាត់ពោល7ម៉ោងគាត់ថាពិតយើងអត់ចង់បាន7ម៉ោងយើងចង់បានដូច3 4 5នាទីណាឃើញទេហើយយើងបើយើងសម្លឹងមើលគឺអត់មានណា comment ទាំងអស់អញ្ចឹងណាអត់មានណា comment អញ្ចឹងយើងចូលមកទីមួយយើង like ព្រោះ idea ថ្ងៃនេះគឺខ្ញុំអត់ចង់ឲ្យបងប្អូនទៅ like page ណាដែលមានរូបលីនទេចាប់ពី4 5សែនឡើងគឺចប់ហើយយើងនៅទៅចង់បានហើយយើងចង់បានណាដូច2សែនចុះគ្រូវិញអា10000 20000 30000 40000នេះអាហ្នឹងបានថាគេនេះឃើញពេកកំប៉ុងអូនឯងបើយើងសម្លឹងមើលនេះគេប៉ុង7ម៉ោងហើយតែគ្មានពីណា comment មួយផងមាន like អីឃើញទេអញ្ចឹងអាកន្លែងនោះដែលល្អមែនយើងមកថាប៉ុបចេញមក comment របស់យើងនៅនឹងតែម្ដងអញ្ចឹងបើគាត់និយាយថានេះអានអត់អានេះភាសាអេស្ប៉ាញខ្ញុំដូចយើងអត់សូវយល់មើលអត់យល់ដែរយើងគ្រាន់តែ cute girl ទៅយកចោះណាខ្ញុំបាយ cute girl ទៅអញ្ចឹងអូខេនេះឃើញទេអញ្ចឹងនៅពេលដែលយើង comment ទៅពេលដែលអត់ page នេះអត់សូវមានអ្នកចុច like ច្រើនយើង comment ប៉ុបទៅគឺអាចនិយាយថាមានតែ comment មួយនៅលើនឹងតែម្ដងហើយមនុស្សដែលចូលចិត្ត iTunes ហ្នឹងគឺគាត់គ្រាន់តែកលេចពុបចុចស្អីគេវិញ free $100 iTunes gift card ឃើញទេអញ្ចឹងគាត់ចុចចូលទៅគឺ Google របស់គាត់ចង់បាន100 gift card ហ្នឹងហើយអញ្ចឹងគឺយើងត្រូវដាក់ link យកដល់ឃើញទេព្រោះ idea ថ្ងៃនេះគឺយើងមិនមែន build like page ទេយើង advertise បានយើង build like page បានយើងត្រូវ take care like page តែអានេះយើង promote យកមនុស្សដើម្បី convert តែម្ដងបើថាដើម្បីឲ្យមនុស្សចុច link ហ្នឹងទៅ website របស់យើងទី1ហើយគាត់ចុចអាហ្នឹងចូលទៅ website របស់យើងហើយគាត់អានប៉ប click អានេះមួយទៀតទៅអា website iTunes តែម្ដងតែពេលខ្ញុំចុចអត់ទៅទេព្រោះវាអាចទៅ website ផ្សេងព្រោះអីដោយសារ IP យើងស្រុកខ្មែរអញ្ចឹងគេ block ហើយអញ្ចឹងបងប្អូនមិនឆ្ងល់ទេពេលចុចទៅចូលឯណាណីនោះឃើញទេអញ្ចឹងបងប្អូនមិនឆ្ងល់ទេគេ block IP ចូលដឹងថាចេះហ្នឹងដែលយើងចង់បានបើថាគាត់ឃើញ comment របស់យើងចាប់អារម្មណ៍នេះហើយគាត់ចូលមកគាត់ឃើញអានេះព្រោះអីមនុស្សដែលចុចមកលើ page យើងព្រោះគាត់ចង់បាន free ហ្នឹងអញ្ចឹងបើគាត់យើងចុចបើគាត់ចុចចូលមកឃើញតែ banner ឃើញតែនេះអត់ឃើញ link ទៅកន្លែង free គាត់អន់ចិត្តមកយើងវិញយល់ idea ណាគាត់ខឹងយើងវិញតែបើយើងដាក់ link នេះមកគឺគាត់អត់ខឹងព្រោះអីគាត់ត្រូវការ free ហ្នឹងអញ្ចឹងគាត់នឹង click ទៅហើយកុំបារម្ភគាត់ click ហើយដូចខ្ញុំនិយាយអញ្ចឹងព្រោះអីឲ្យតែតាក់ទិន free គឺមនុស្សនៅ Facebook គឺគាត់ចូលចិត្តហើយអញ្ចឹងបងប្អូនត្រូវយល់ឲ្យមួយយល់អត់អញ្ចឹងបើបងប្អូនធ្វើ McDonald បងប្អូនធ្វើតាមហ្នឹងមកបើបងប្អូនធ្វើ iPhone 5ទៅអញ្ចឹងមក iPhone 5 រូប iPhone 5 រូប iPhone 5ហើយបងប្អូនដាក់ថា free iPhone 5អញ្ចឹងមកតមកទៀតបងប្អូនដាក់ថា free information on how you can get free iPhone 5ឃើញទេជំនួសយើងមកហើយគ្រាន់នេះគឺបងប្អូនដាក់ទៅ get iPhone 5 free by just putting your email address បន្តមកទៀត get iPhone 5 for free today បន្តមកទៀត discover how you can get free iPhone 5 by clicking this link អញ្ចឹងទៅបន្តមកទៀតបងប្អូនដាក់ថា click here to get free iPhone 5អញ្ចឹងទៅហើយដាក់ link របស់យើងរហូតទៅមកឃើញទេអាកន្លែងហ្នឹងដែលបងប្អូនត្រូវធ្វើហើយពេលដែលបងប្អូនប្រម៉ូទ like page iPhone 5គឺបងប្អូនអត់មានធ្វើអីទេទី1គឺបងប្អូន use Facebook as like page មែនទេ as like page ណាមួយlike page iPhone 5ហើយបន្តមកទៀតបងប្អូននឹងវាយពាក្យថា iPhone 5ហើយកុំវាយពាក្យអីផ្សេងអសោះគឺត្រូវតែវាយពាក្យ iPhone បាច់វាយ iPhone 5ក៏បានដែរបងប្អូនអាចវាយពាក្យ iPhone ណាហើយ click លើហ្នឹងមកហើយបងប្អូន click លើពាក្យថា page ហើយបងប្អូន like ទៅណា iPhone case Dino iPhone Apple iPhone នេះភ្នំពេញកុំយកអសោះសើគ្នាយើងនេះសើគ្នាយើងមើល iPhone 5ណានៅអាមេរិកទីមើលនេះដូចនេះ iPhone 6ចូល like ទៅណាអ៊ីតាលីអត់ទេយើងមើលមកទៀតមកអានេះដោយសារហេតុអីបានជាយើងឃើញនៅពេញដោយសារ address Facebook របស់ខ្ញុំនៅស្រុកខ្មែរអញ្ចឹងបានវាចេះ recommend ណា like page នៅពេញមកឲ្យយើងមុនណាតែទៅក្រុមទៅឃើញបងប្អូនឃើញផ្សេងហើយដូចនេះនេះ iPhone 7 New York នេះឃើញទេដាក់ប៉ាច់មកចុច like ឲ្យតិចទៅហើយយើងនឹងទៅ comment ក្នុងរបស់គេទាំងអស់ហ្នឹងអូខេអត់អញ្ចឹងចង់ឲ្យបងប្អូនយល់លើហ្នឹងមួយគឺតែប៉ុណ្ណឹងអត់មានអីទៀតទេ like page ហ្នឹងអញ្ចឹងបងប្អូនយល់ហើយខ្ញុំបានធ្វើឲ្យបងប្អូនមើលហើយដូចខ្ញុំនិយាយអញ្ចឹងគឺរំលឹកសារឡើងវិញគឺភាគច្រើនបងប្អូនច
ចុច like មួយថ្ងៃឲ្យបាន 4-10 like page ណាហើយ comment មួយថ្ងៃឲ្យបាន 4-10 ទៅ 4-5-10 comment ទៅហើយតាក់ទិន comment ហ្នឹង comment កុំចេះតែ comment ទេផ្ដាស់យើងមើលទៅបើថាឃើញរូប iPhone 5 ស្អាតហ្នឹងយើងដាក់អូយ I love iPhone 5 so much អីចឹងទៅណាកុំចេះតែ comment គាត់ great 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 ដល់រហូតហ្នឹងងាប់ហើយមិនបាច់ទេ spam ហ្មងណាអញ្ចឹងបើយើងជួនកាលមើលអក្សរអត់យល់មើលរូបទៅហើយវាយតាមរូបហ្នឹងមកហើយនេះប៉ុស្តិ៍គាត់បងប្អូនប៉ុស្តិ៍គឺប៉ុស្តិ៍ប៉ុណ្្នឹងមកបានហើយនេះប៉ុស្តិ៍តែប៉ុណ្្នឹងមកព្រោះឯ goal របស់យើងថ្ងៃនេះអត់ចង់ឲ្យគេមើលអាប៉ុស្តិ៍យើងវែងឡាយទេចង់ឲ្យគេចុចតែអានេះទេចង់ឲ្យគេចុចអាហ្នឹងទៅហ្មងណាចង់ឲ្យគេចុចទៅទេអញ្ចឹងយើងមិនបាច់ខ្វល់ច្រើនណាអញ្ចឹងបងប្អូនយល់ហើយlike page របស់យើងសម្រាប់ថាចប់ប៉ុណ្ណឹងណាអូខេ